រាអនិច្ចាដល់វាសនាកម្ពុជាជាជាតិខេមរារស់នៅឲ្យតែគេធ្វើបាបជិះជាន់ជារៀងរាល់ថ្ងៃគេកេងប្រវាញ់លើធនធានរបស់ប្រទេសជាតិបានយកទៅធ្វើអ្នកមានរៀងខ្លួនហើយគេយកកញ្ចប់តូចមួយមកកវែងទៅលើក្បាលរបស់ពលរដ្ឋខ្មែរដើម្បីឲ្យក្រាបបង្គំអរគុណគេជានិច្ចថាគេជាបិតាសន្តិភាពថាគេបង្កើតសន្តិភាពដល់ពេលថៃវាយគេប៉ោងខោគេស្រាប់តែរត់ពួនឲ្យប្រជាជនខ្មែរត្រដាបត្រដួសទៅឯភូមិជោគជ័យនិងភូមិព្រៃច័ន្ទការពារនៅអំណាចរបស់គេដោយឥតអៀនខ្មាស់ហើយគេយកបាញ់ហយបាញ់ឆាវនំបញ្ចប់នំប៉័ងបន្តិចបន្តួចទៅចែកឲ្យប្រជាជនឲ្យអរគុណគេថាគេជាមនុស្សមានបុណ្យមានវាសនាខ្ពស់ហើយឲ្យជឿគេឲ្យស្ដាប់តាមគេឲ្យអត់ធ្មត់តាមគេនៅពេលដែលគេរត់ពួនឲ្យប្រជាជនទៅការពារគេនៅភូមិជោគជ័យនៅភូមិព្រៃច័ន្ទដោយឥតអៀនខ្មាស់ធ្វើឲ្យអ្នកកាសែតនិងព័ត៌មានសៀមចាក់ផ្សាយ500ប៉ុស្តិ៍24ម៉ោងលើ24ម៉ោងទោះបីជាយ៉ាងណាក៏ដោយក៏សេចក្តីអំនួតអួតអាងរបស់មេដឹកនាំបែបនេះនៅតែបន្តជានិច្ច